ជំរាបសួរចានេះគឺជារបៀបបង្កើត Gmail ដែលប្រើបានរហូតមកបង្កើតហើយអត់ភ័យខ្លាចខូចអត់ភ័យខ្លាចបាត់Gmail ហ្នឹងទេមានអ្នកល្អច្រើនមែនតើថា Gmail មិនបង្កើតហើយចេះតែបាត់មិនបង្កើតហើយចេះតែខូចអញ្ចឹងដើម្បីឲ្យ Gmail ហ្នឹងប្រើបានរហូតសូមទស្សនាវីដេអូនេះឲ្យបានដល់ចប់ជាដំបូងចូលទៅកាន់ app Gmail បន្តមកទៀតចុចយកពាក្យ Google ហើយវានឹងចេញបែបនេះដល់ត្រង់ចំណុចនេះសូមចុចយកបង្កើតគណនីបន្តមកទៀតសូមចុចយកពាក្យខាងលើគេបង្អស់ដែលមានន័យថាការប្រើប្រាស់សម្រាប់ផ្ទាល់ខ្លួនរបស់ខ្ញុំហើយវាបញ្ចូលឈ្មោះរបស់បងប្អូនអាចដាក់ជាភាសាខ្មែរភាសាអង់គ្លេសភាសាចិនភាសាអ្វីក៏បានដែរតាមដែលចិត្តបងប្អូនចង់ដាក់រួចរាល់ហើយវានឹងលោតថ្ងៃខែឆ្នាំកំណើតអញ្ចឹងសូមបំពេញថ្ងៃខែឆ្នាំកំណើតឲ្យបានត្រឹមត្រូវមានជ្រើសរើសភេទស្រីក៏បានភេទប្រុសក៏បានប៉ុន្តែបើសិនជាករណីថាយើងអត់ចង់បញ្ជាក់ភេទក៏បានដែរអញ្ចឹងវាមានប៊ូតុងចំនួន4ដែលយើងជ្រើសរើសហើយកន្លែងនេះផងដែរគឺ Gmail យើងចង់បង្កើតដោយខ្លួនឯងឬក៏យក Gmail ខាងលើស្រាប់ហ្នឹងក៏បានដែរមាន2នោះខាងលើក៏មានខាងក្រោមក៏មានអញ្ចឹងបើបងប្អូនអត់ស្រឡាញ់លេខ Gmail នៅខាងក្រោមទេយើងអាចបង្កើតអាសយដ្ឋាន Gmail ហ្នឹងផ្ទាល់ខ្លួនរបស់យើងហ្នឹងក៏បានដែរប៉ុន្តែខ្ញុំជ្រើសរើសយក Gmail នៅកន្លោនទី2ហ្នឹងចុះហើយបន្តមកទៀតសូមបញ្ចូលលេខសម្ងាត់សម្រាប់លេខសម្ងាត់នេះផងដែរសូមបញ្ចូលលេខសម្ងាត់ដែលឲ្យគ្រប់8ខ្ទង់ឬក៏លើសហ្នឹងក៏បានដែរបញ្ចូលកាន់តែច្រើនឲ្យពាក្យសម្ងាត់កាន់តែពិបាកកាន់តែល្អកុំដាក់ពាក្យងាយខ្លាំងពេកពេលខ្លះយើងបញ្ចូលលេខសម្ងាត់ដែលងាយខ្លាំងពេកក៏ក្រុមហ៊ុន Gmail ហ្នឹងអត់ឲ្យយើងដែរអញ្ចឹងហើយយើងដាក់ពាក្យណាដែលរៀងពិបាកមានលាយតួអក្សរឬក៏លេខឬក៏សញ្ញាសម្គាល់អីបែបហ្នឹងទៅឥឡូវនេះនាងខ្ញុំមកបញ្ចូលពាក្យសម្ងាត់រួចរាល់ហើយចុចយកពាក្យបន្ទាប់ហើយចុចយកពាក្យបន្ទាប់មកទៀតអូសទៅខាងក្រោម scroll ទៅខាងក្រោមឲ្យផុតមកចុចលើពាក្យជ្រើសរើសជាច្រើនហើយចុចយកសញ្ញាគ្រីនៅខាងក្រោមហ្នឹងហើយចុចពាក្យថាខ្ញុំយល់ព្រមសូមធ្វើការរងចាំបន្តិចដោយសារតែអ៊ីនធឺណិតរៀង slow ដែរអញ្ចឹងណាអញ្ចឹង Gmail ដែលយើងកំពុងបង្កើតនេះចិត្តបានសម្រេចរួចរាល់ហើយនៅពេលដែលចេញបែបនេះហើយយើងចុចយកពាក្យថាយល់ព្រមចុចបែបហ្នឹងមកហើយវានឹងចូលទៅកន្លែងបន្តមកទៀតហើយនេះចានេះបានន័យថា Gmail របស់យើងបង្កើតបានរួចរាល់ហើយប៉ុន្តែអត់ទាន់បាន 100% ណាអញ្ចឹងតោះយើងចូលទៅប្រើប្រាស់ទាំងអស់គ្នាកន្លែងនេះផងដែរសូមកុំចុចខាងលើជាមួយនឹងខ្ញុំចុចខាងលើឲ្យមើលគឺវាអត់លោតទៅទេអញ្ចឹងសូមបងប្អូនជ្រើសរើសនៅប៊ូតុងខាងក្រោមគឺនាំចុចលើពាក្យនាំខ្ញុំទៅកាន់ Gmail សូមបងប្អូនមើលតាមវីដេអូនេះឲ្យបានជាប់កំសាន្តណាហើយចុចតាមនាងខ្ញុំមកនៅត្រង់ចំណុចនេះគឺថាសំខាន់ខ្លាំងមែនទែនហ្មងចឹងបងប្អូនចូលទៅកាន់កន្លែងគ្រប់គ្រងគណនី Gmail របស់យើងមកបន្តមកទៀតសូមចុចយកពាក្យចូលកន្លែងនេះសូមបងប្អូនកុំឆ្ងល់អីអ្នកដែលគាត់ដាក់ចាក់សារអេក្រង់គឺវាចេញបែបនេះហើយប៉ុន្តែអ្នកដែលអត់ដាក់ចាក់សារអេក្រង់ទេគឺអត់ជាបញ្ហាទេបើចាំបំពេញលេខកូដទេគឺវាលោតទៅអូតូហ្មងណាហើយត្រង់ចំណុចនេះផងដែរបងប្អូនចុចបន្តឲ្យបងប្អូនត្រូវតែចុចសញ្ញាគ្រីកន្លែងប្រអប់នឹងជាដាច់ខាតដើម្បីបញ្ជាក់ថាបងប្អូនហ្នឹងគឺមិនមែនជា robot ទេគឺជាមនុស្សជាអ្នកប្រើប្រាស់ចឹងណាអញ្ចឹងវាសួរយើងឲ្យថាបងប្អូនហ្នឹងរថយន្តហ្នឹងនៅលើរូបភាពមួយណាអញ្ចឹងបងប្អូនចុចជ្រើសរើសឲ្យចុចពាក្យថាផ្ទៀងផ្ទាត់អីចឹងមកចូលដល់ត្រង់ចំណុចនេះបានបញ្ជាក់រួចហើយថាយើងមិនមែនជាមនុស្សយន្តទេហើយចុចយកពាក្យបន្តមកទៀតនឹងចូលដល់ការបំពេញពាក្យសម្ងាត់នៅត្រង់ចំណុចនេះគឺសំខាន់ខ្លាំងមែនទែនដោយដែលខ្ញុំបានប្រាប់ខាងដើមវីដេអូអញ្ចឹងសូមបញ្ចូលលេខកូដដែលពិបាកនៅក្នុងការស្វែងរកដើម្បីកុំឲ្យមានអ្នកផ្សេងលួច hack ចូល Gmail របស់យើងបានឬក៏ប្រើប្រាស់ Gmail របស់យើងបានហើយត្រង់ចំណុចនេះឯងគឺថាសំខាន់បំផុតហ្មងគឺត្រូវតែបញ្ចូលលេខទូរស័ព្ទកន្លែងនេះគឺជាកន្លែងដែលជួយការពារ account Gmail របស់យើងហ្នឹងឲ្យប្រើប្រាស់បានយូរអង្វែងប្រើប្រាស់បានរហូតហ្មងអត់ខូចអត់ទៅណាទេអញ្ចឹងសូមចុចយកពាក្យទទួលលេខកូដនេះអញ្ចឹងបង្កើតតាមរបៀបនេះគឺថាប្រើប្រាស់បានរហូតហ្មងអត់មានទៅណាហើយនៅកន្លែងលេខកូដនេះគឺថា Google នឹងផ្ញើលេខកូដសម្ងាត់មកកាន់លេខទូរស័ព្ទមួយហ្នឹងដែលមានលេខចំនួន6ខ្ទង់ហើយសូមបងប្អូនបញ្ចូលលេខកូដហ្នឹងតាមអ្វីដែលគេផ្ញើមកហ្នឹងមកបន្តមកទៀតនៅក្រៅដែលគេត្រួតពិនិត្យរួចហើយGmail របស់យើងនឹងចេញសភាពបែបនេះសូមបងប្អូនចុចបញ្ចូល
លេខទូរស័ព្ទស្ដារកន្លែងនេះបងប្អូនចង់បំពេញក៏បានមិនបំពេញក៏បានបើមិនបំពេញទេគឺត្រឹមហ្នឹងគឺថាប្រើប្រាស់បានហើយអូខេប៉ុន្តែបើបងប្អូនភ័យខ្លាចថា Gmail របស់យើងនៅថ្ងៃក្រោយធ្វើបាត់ទូរស័ព្ទឬក៏ភ្លេចលេខកូដលេខអីបងប្អូនចង់ស្ដារមកវិញបងប្អូនអាចចុចបំពេញកន្លែងហ្នឹងបានបើមាន Gmail ចាស់អាចដាក់Gmail ចាស់ចូលដើម្បីទុកស្ដារ Gmail ថ្មីដែលយើងកំពុងបង្កើតនេះឬក៏ដាក់លេខទូរស័ព្ទអញ្ចឹងចំណុចនៅក្នុងការស្ដារ Gmail ដែលខូចទៅវិញបានគឺមាន2គឺអាចស្ដារតាម Gmail មួយទៀតឬក៏ស្ដារតាមលេខទូរស័ព្ទនឹងឯងអញ្ចឹងសូមបងប្អូនជ្រើសរើសឲ្យបងប្អូនបំពេញ Gmail ក៏ដូចជាលេខទូរស័ព្ទសម្រាប់ស្ដារនៅពេលដែលមានបញ្ហាអ្វីមួយដែលកើតឡើងចំពោះ Gmail របស់យើងហ្នឹងនេះអញ្ចឹងនាងខ្ញុំបំពេញមកលេខទូរស័ព្ទមួយហើយអញ្ចឹងសម្រាប់ Gmail ហ្នឹងបងប្អូនចង់បំពេញទៀតក៏បានអត់ក៏បានដែរអញ្ចឹងបំពេញតែលេខទូរស័ព្ទមួយក៏បានដែរអត់ជាបញ្ហាទេតែប៉ុណ្ណេះគឺ account Gmail របស់យើងគឺទទួលបានជោគជ័យហើយអរគុណច្រើន